ថៃបានបើកការបាញ់ប្រហារចូលទឹកដីកម្ពុជាហើយនៅបំផោងព័ត៌មានបំភ្លៃការពិតទៀតកាលពីព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ថៃបានបើកការបាញ់ប្រហារមុខតំបន់អានសេះតំបន់ធំនិងខេត្តព្រះវិហារមិនត្រឹមតែបើកការបាញ់ប្រហារមុខលើទឹកដីកម្ពុជាទេថែមទាំងបំផោងព័ត៌មានបំភ្លៃកលៃការពិតដោយកាសែតថៃធំបានចុះផ្សាយកាលពីព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះតាមរយៈเพจផ្លូវការរបស់ក្រសួងការពារជាតិបានលើកឡើងថាเพจផ្លូវការរបស់កងទ័ពថៃនិងបណ្ដាសារព័ត៌មានថៃមួយចំនួនដែលថាកម្ពុជាបើកការបាញ់មុននិងប្រើសភាវុធធនធ្ងន់នៅតាមបណ្ដាព្រំដែនកម្ពុជាថៃគឺជាព័ត៌មានមិនពិតកងកម្លាំងយោធាថៃបានចាប់ផ្ដើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ចាប់តាំងពីម៉ោង5ព្រឹកមកសកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរបណ្ដោះជាច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុការពីម្សិលមិញនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំការបាតុកិច្ចគ្នាដោយឈលលើស្មារតីនៃការគោរពរកិច្ចប្រព្រឹត្តដែលបានឯកភាពគ្នានឹងដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក្នុងឧបទ្ទវហេតុលើកទី2នោះកងកម្លាំងកម្ពុជាក៏មិនបានបាញ់តបតឡើយនិងកំពុងតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទវហេតុនេះរួចហើយរួមទាំងក្រុងនឹងដាក់ស្នើ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវ